សូមជូនរឿងខ្មោចស្ដាប់ចម្រៀងជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តដែលកំពុងស្ដាប់ទាំងអស់គ្នាស្វាគមន៍លោកអ្នកមកកាន់ Channel អមនុស្សជាបន្តទៅទៀតនេះខ្ញុំបាទនឹងលើកយករឿងរបស់ប្អូនប្រុសម្នាក់ចែកជូនប្រិយមិត្តទាំងអស់គ្នាបានស្ដាប់កំសាន្តចង់ដឹងថាសាច់រឿងរបស់គាត់យ៉ាងណាអញ្ជើញប្រិយមិត្តទាំងអស់តាមដានស្ដាប់ដូចតទៅសួស្តីអ្នកដែលកំពុងស្ដាប់និយាយពីរឿងដែលខ្ញុំចង់ចែករំលែកនេះគឺវាទើបតែកើតឡើងប្រមាណជាជិត1ឆ្នាំមុននេះទេដែលរឿងនោះវាពិតជាចម្លែកហើយក៏មិនដឹងថាមិត្តអ្នកស្ដាប់ជឿឬក៏អត់ដែរខ្ញុំគឺជាអ្នកខេត្តតាកែវហើយប្រមាណជិត1ឆ្នាំមុននេះបងប្រុសរបស់ខ្ញុំគាត់បានទទួលមរណភាពដោយសារជំងឺពីកំណើតរបស់គាត់ហើយការស្លាប់របស់បងប្រុសធ្វើឲ្យខ្ញុំនិងសាច់ញាតិទាំងឡាយមានការសោកស្ដាយអាឡ័យអាឡោះខ្លាំងមែនទែនព្រោះគាត់ជាមនុស្សល្អគាត់ជាមនុស្សដែលរស់រាយរាប់ញាតិមែនទែនសូមនិយាយដោយមិនលាក់លៀមទៅចុះតាមពិតទៅបងរបស់ខ្ញុំគាត់គឺជាភេទទី3ប៉ុន្តែប្រហែលជាជិត1ឆ្នាំមុនពេលគាត់លាចាកលោកទៅគាត់បែរជារៀបរឹកធ្វើខ្លួនដូចជាមនុស្សប្រុសទៅវិញថែមទាំងមានសង្សារជាមនុស្សស្រីទៀតផងប៉ុន្តែទោះបីជាយ៉ាងនឹងក៏ដោយបទចម្រៀងដែលគាត់ចូលចិត្តស្ដាប់គឺនៅតែជាបទស្រីដដែលហើយបទសំណព្វចិត្តរបស់គាត់គឺមានចំណងជើងថាធ្លាក់ភ្នែកជាបទរបស់អ្នកនាងសុះវីសាហើយបទនឹងដែរបងរបស់ខ្ញុំគាត់ឧស្សាហ៍ចាក់ស្ដាប់និងច្រៀងរាំតាមទៀតផងក្រោយពេលបងរបស់ខ្ញុំលាចាកលោកទៅបានប្រហែលជាង1ខែមានថ្ងៃមួយនោះប៉ាម៉ាក់និងប្អូនបាននាំគ្នាទៅលេងផ្ទះយាយគឺនៅតែខ្ញុំម្នាក់ឯងប៉ុណ្ណោះហើយល្ងាចបន្តិចខ្ញុំក៏ត្រូវចេញទៅញ៉ាំការមិត្តភ័ក្តិផងដែរលុះម៉ោងប្រហែល9កន្លះទើបវិលត្រឡប់មកវិញពេលមកដល់ផ្ទះខណៈកំពុងតែផ្លាស់ប្ដូរសម្លៀកបំពាក់បំរុងនឹងចូលគេងខ្ញុំស្រាប់តែបានឮសំឡេងបទចម្រៀងបន្លឺឡើងដំបូងឡើយដូចជាមិនទាន់ចាប់អារម្មណ៍នោះទេប៉ុន្តែក្រោយពេលឮចម្រៀងដែលមានចំណងជើងថាធ្លាក់ភ្នែក version អកេសចាក់ចុះចាក់ឡើងដដែលជាដដែលទើបខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍ហើយពេលផ្ទៀងស្ដាប់មើលទៅទើបដឹងថាវាបន្លឺឡើងចេញពីបន្ទប់ខាងលើជាបន្ទប់របស់បងខ្ញុំដែលខូចទៅនឹងឯងពេលនោះខ្ញុំភ្ញាក់ផ្អើលមែនទែនរួចក៏សម្រេចចិត្តដើរឡើងទៅលើផ្ទះទៅឈប់នៅមុខបន្ទប់រួចផ្ទៀងស្ដាប់សារជាថ្មីពិតណាស់សំឡេងគឺចេញពីបន្ទប់នឹងមែនពេលហ្នឹងខ្ញុំបានប្រមូលភាពក្លាហានរួចក៏បើកទ្វារចូលទៅខាងក្នុងគ្រាន់តែទ្វាររបើកភ្លាមសំឡេងចម្រៀងក៏បាត់ទៅប៉ុន្តែ speaker របស់បងដែលទុកចោលនៅក្រោមគ្រែគឺវាកំពុងតែបើកនៅលូតភ្លើងភ្លឹបភ្លែតនៅឡើយដោយចង់ឲ្យអស់មុនទិលខ្ញុំក៏ចុចកុងតាក់បើកភ្លើងមើលតែមិនឃើញមានអ្វីនៅក្នុងបន្ទប់ក្រៅពី speaker នឹងឡើយគ្រប់កន្លែងមានសុទ្ធតែធូលីដីព្រោះតាំងពីបងប្រុសស្លាប់ទៅបន្ទប់នឹងត្រូវទុកចោលគ្មាននរណានៅទេភ្លាមនោះសំឡេង speaker បិទវិញខ្លួនឯងក៏បន្លឺឡើងធ្វើឲ្យខ្ញុំនេះភ្ញាក់ព្រឺតតែម្ដងដោយព្រឺសម្បល់ខ្លាំងពេកខ្ញុំក៏ប្រញាប់រត់ចុះទៅខាងក្រោមវិញដោយមិនបានបិទភ្លើងឬក៏បិទទ្វារនោះទេពេលទៅដល់ខាងក្រោមខ្ញុំក៏ខំលួងខ្លួនឯងដោយនិយាយថាបើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយមិនត្រូវខ្លាចបងរបស់ខ្លួនឯងនោះទេបន្ទាប់មកខ្ញុំក៏ឡើងគ្រែសំងំគេងរហូតលក់ទល់ភ្លឺទៅដោយមិនបានជួបរឿងហេតុចម្លែកអ្វីតទៀតឡើយចាប់ពីថ្ងៃនឹងមករឿងហេតុចម្លែកដែលតាក់ទងនឹងសម្លេងចម្រៀងគឺវាចេះតែបន្តកើតមានឡើងរហូតដល់មិត្តភ័ក្តិរបស់ខ្ញុំដែលមានផ្ទះនៅជាប់គ្នានឹងគេបាននិយាយប្រាប់ខ្ញុំថាមានយប់មួយនោះពេលដែលវាភ្ញាក់នាវេលាកណ្ដាលយប់ដើម្បីបត់ជើងតូចវាស្រាប់តែបានឮសម្លេងចម្រៀងបត់ធ្លាក់ភ្នែកនឹងឯងវាបានបញ្ជាក់ខ្ញុំផងដែរថាសម្លេងនឹងគឺចេញពីផ្ទះរបស់ខ្ញុំមិនត្រឹមតែមិត្តរបស់ខ្ញុំនឹងទេសូម្បីតែពូមីងអ៊ំដែលជាអ្នកជិតខាងដទៃទៀតនឹងក៏ធ្លាប់និយាយប្រាប់អ្នកផ្ទះខ្ញុំអញ្ចឹងដូចគ្នាគ្រាន់តែថាពួកគាត់មិនបានស្គាល់ចំណងជើងបទចម្រៀងតែពួកគាត់ថាវាជាបទញាក់ហើយពួកគាត់ប្រាប់ទៀតថាពួកគាត់ឧស្សាហ៍បានឮរាល់ពេលដែលមិនមាននរណានៅផ្ទះមិនថាពេលយប់មិនថាពេលថ្ងៃឡើយចំណែកឯលោកតាដែលមានផ្ទះនៅទល់មុខគ្នាហ្នឹងគាត់បានជួបរឿងហេតុចម្លែកខុសពីគេឯងគឺគាត់ថាចូលដល់វ័យចាស់អញ្ចឹងគាត់សម្រានមិនសូវលក់នោះទេជួនកាលក៏ក្រោកអង្គុយលេងជួនកាលក៏ដើរអើលជុំវិញផ្ទះមើលរបស់របរក្រែងលោមានជនខិលខូចមករកលួចយកទៅបាត់ហើយរាល់ពេលយប់ស្ងាត់
គាត់ឧស្សាហ៍បានឃើញនៅលើផ្ទះខ្ញុំនឹងមានស្រមោលខ្មៅស្ទង់ដែលមានរូបរាងដូចជាមនុស្សកំពុងតែឈរតោងបង្កាន់ដៃយ៉ខាងលើមើលមកថ្នល់ដែលគាត់អាចស្ប៉ាន់ស្មានបានថានោះប្រកាសជាវិញ្ញាណរបស់បងខ្ញុំនឹងឯងក្រោយពេលរឿងនឹងវាចេះតែកើតមានឡើងដដែលជាដដែលម៉ាក់ក៏សម្រេចទិញ speaker ថ្មីមួយយកទៅប្រគេនព្រះសង្ឃដើម្បីឲ្យលោកវេ speaker នឹងទៅឲ្យដល់បងប្រុសបំណងមិនចង់ឲ្យគាត់នឹងមកចាក់ speaker នៅលើផ្ទះរំខានដល់គេឯងយប់ព្រលប់ទៀតឡើយមិនដឹងថាវាបានផលឬក៏អត់នោះទេប៉ុន្តែក្រោយពេលម៉ាក់របស់ខ្ញុំធ្វើបែបនឹងរួចដូចជាមិនដែលឮអ្នកចិត្តខាងណានិយាយអំពីបទចម្រៀងនោះទៀតឡើយនេះហើយជាមូលហេតុដែលខ្ញុំនិយាយនៅខាងដើមវីដេអូថាសាច់រឿងមួយនេះមិនដឹងជាអ្នកទាំងអស់គ្នាជឿឬក៏អត់ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែជាអ្វីដែលពួកខ្ញុំបានជួបផ្ទាល់គ្រាន់តែជួបត្រឹមសម្លេងមិនដូចលោកតាម្នាក់ដែលនៅទល់មុខផ្ទះខ្ញុំឡើយគឺគាត់បានឃើញជារូបរាងតែម្ដងហើយមកទល់នឹងសពថ្ងៃនេះខ្ញុំនៅតែមានអារម្មណ៍ដឹងតិចៗថាវិញ្ញាណបងប្រុសរបស់ខ្ញុំនៅតែវិលវល់ក្នុងផ្ទះនឹងឯងគាត់មិនទាន់ទៅណានោះទេក៏មិនដឹងថាគាត់នៅធ្វើអីដែរតែម៉ាក់ខ្ញុំគាត់ធ្លាប់និយាយនៅមុខបន្ទប់បងប្រុសថាបើចង់នៅក្នុងបន្ទប់នេះក៏នៅទៀតចុះគាត់ទុកបន្ទប់នឹងឲ្យដាច់មុខតែម្ដង